បងខោមិនខ្ញុំអត់ចេះញ៉ាំក្រូចទេនេះអានេះក្រូចកំពុងអា trend ហ្នឹងមែននេះអូណាក្រូចហ្នឹងពេលដែលគេញ៉ាំគេដកបាបពីជើងហ្នឹងគេបើកកំពុងគេបើកបាបពីជើងហើយបើគេញ៉ាំក្រូចគេរាប់អើយហើយល្បីអីគេអានេះដូចក្រូចអីគេអាក្រូចជួគេសែនចូលឆ្នាំចឹងហ្នឹងមែនអានេះក្រូចសាច់ញ៉ាំទៅសបសាក់មើលតែសាក់មួយគិតលុយមួយអូនសាក់មួយបងគិតលុយមកផ្អាប់បណ្ដៃយកមួយក៏បានយកមកផ្អាប់ក៏បានហើយនេះក្រូចនេះផ្អែមជាងហើយនេះទៀតផ្អែមជាងផ្លែត្រឡប់ទៀតមួយមើលឆ្ងល់គេញ៉ាំមិនមានហូរតែឡាក់ដល់ណៃផងជួយសបោទឹកចឹងហើយគេមិនដូចយើងជ្រៀងជ្រួញអត់ទឹកទេខំប៉ុន្តែខំមកក្រូចផ្អែមហ៎ស្មូតចូលសាច់គ្នាឯខំឥឡូវសួរតែកូនពៅដឹងហើយផ្អែមកជូកូនផ្អែមកូនពៅចេះកុហកអីណាឯ1គីឡូមែន1គីឡូមែនគីឡូមែនមកអត់18000អូនយកមកព្រាត់មិញក៏18000យកមកអត់ហ្នឹងក៏18000ប៉ុន្តែ1គីឡូកន្លះគីឡូនេះបងប្អូនណាដែលគាត់ចង់ញ៉ាំព្រោះក្រូចនេះលើកំពុងតែល្បី trend ខ្លាំងមែនតើហើយបើប្រអប់តែ18000នេះពុកអ្នកលក់នៅផ្សារលើជួយទិញគាត់ទាំងអស់គ្នាទៅអ្នកលក់នឹងចូលកាមេរ៉ាភ័យមិនទេហើយមកសួរគេថាលក់មិនអាចលក់ដាច់ហើយឲ្យចូលកាមេរ៉ាចង់ចូលតិចអត់តិចអាមិននឹងក្នុងខ្លួននោះមើលជាអានបងស្អាតដូចអ្នក review ទេឆ្ងាញ់ជាងត្រឡប់មែនតាជាត្រឡប់មែនលក់មើលអ្នកលក់គេរសជាតិក្រូចឲ្យឆ្ងាញ់ជាងត្រឡប់អត់មានក្នុងខ្លឹមសារក្រូចទេណាក្រូចមានខ្លឹមសារដែរអត់មានខ្លឹមសារតែនេះក្រូចតែឆ្ងាញ់ណាតែកំបាក់នេះវាស្មីខ្លាំងពេកឃើញទេក្រូចប៉ុន្តែគ្រាប់គេអត់មានព្រឹកផ្អែមអូខេប៉ណ្ណឹងដឹងហើយឲ្យបងប្អូនណាចាំពេញមកទិញឡើងគាត់អត់មានលក់សំខាន់ទិញក្រូចមួយហ្វ្រីត្រឡប់ឲ្យមួយអត់ត្រឡប់ហ្នឹងទៅហ្វ្រីកន្លែងផ្សេងមកទិញមកញ៉ាំនេះកូនពៅអត់ភ្លក់ចឹងហ៎ភ្លក់មើលអានេះរសជាតិមិនដែរអានេះគេហៅថាប៉េងប៉ោះ cherry ប៉េងប៉ោះនេះផ្អែមមានវីតាមីនច្រើនញ៉ាំទៅជំនួយសុខភាពអ្នកសម្រក់គីឡូរីខមមិនឲ្យញ៉ាំហ្នឹងទៅឆ្ងាញ់ហើយកន្លែងគាត់ក៏មានលក់ដែរធូរថ្លៃឯងបងប្អូនកន្លែងគាត់លក់ថោកថោកទេវិឡាធ្វើពី3ឯងដោយសារលក់ផ្លែឈើទេអូសាវិឡាគេហៅមានវិឡាបងណា3ឲ្យគាត់និយាយមិនទេឥឡូវគិតលុយបងប្អូនចង់ញ៉ាំបងប្អូនចង់សក់គីឡូញ៉ាំចំហួយបោកតែមែនតែនហើយញ៉ាំស្រក់មែនតែនអត់ស្រក់មែនតែនហើយគាត់ណៃទៅសម្ភាសបងស្រីនៅកំពង់ធំថ្ងៃមុនដែលធាត់ខ្លាំងគាត់ស្រក់បានប្រហែល8គីឡូហ៎8គីឡូហើយញ៉ាំមកដល់10ថ្ងៃហងស្រក់បាន8គីឡូអាហ្នឹង100ម៉ានអ្នកស្រីហ្នឹងត្រេន116ណា116ស្រក់នៅ108គីឡូអូយបងប្អូនអើយស្រក់លឿនណាអញ្ចឹងអ្នកណាចង់ស្រក់កុំភ្លេចណាហើយគេញ៉ាំមិនប្រាប់គេមកកូនអានេះគេឆុងអានេះគេហែកញ៉ាំអានេះឆុងជាមួយផឹកត្រូវអីចឹងសួរ BA ដឹងហើយគីឡូពេញ115គីឡូឥឡូវគឺថាស្រក់គីឡូអស់ទៅ16គីឡូអ្នកគ្នាញ៉ាំត្រឹមតែមកប្រអប់ទេបងអើយអាចសាកមួយជីកបានបងមើលជីកឲ្យហើយអត់មានសេរីទៅណាទេបងឥឡូវមកមើលគាត់ថ្លឹងគីឡូទាំងអស់គ្នាគីឡូគាត់ពេញគឺ115គីឡូចាំមានកាត់វីដេអូឲ្យមើលឲ្យនេះគីឡូគាត់ឥឡូវនៅសល់ត្រឹមតែ109គីឡូទេគឺអប់អោសាក់បងហូបអត់តែមកប្រអប់ទេគឺស្រក់ដល់6គីឡូបងអើយគឺសាហាវខ្លាំងមែនតើជាមួយនឹងសម្រក់ឡងឌីនេះអ្នកគ្នាស្រាប់បងមើលដូចចង់បានឯងក៏មិនបានណា